ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាដែលអាមេរិកនិងអ៊ីស្រាអែលបានបញ្ឆេះឡើងដោយវាយប្រហារយ៉ាងខ្លាំងក្លាទៅលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍28កុម្ភៈឆ្នាំ2026ឈានចូលថ្ងៃទី5គិតត្រឹមថ្ងៃទី4មីនានេះរីកកាន់តែធំប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារទី3ខែមីនាឆ្នាំ2026បានប្រកាសថាកំពុងបញ្ជូននាវាយៈផ្ទុកយន្តហោះចម្បាំង Charles de Gaulle របស់ខ្លួនទៅកាន់សមុទ្រមេឌីទែរ៉ាណេនិងកំពុងកសាងសម្ព័ន្ធមិត្តមួយដែលនឹងជួយធានាចរាចរណ៍ផ្លូវសមុទ្រដែលរងគ្រោះថ្នាក់ដោយវិបត្តិកាន់តែធ្ងន់ធ្ងរឡើងនៅមជ្ឈិមបូព៌ានៃបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ផ្សាយទៅកាន់ប្រជាជាតិលោក Macron បាននិយាយថាការបញ្ជូននាវាយៈផ្ទុកយន្តហោះចម្បាំង Charles de Gaulle គឺចាំបាច់ណាស់ដើម្បីចាត់វិធានការចំពោះច្រកសមុទ្រ Hormuz ដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានបិទនឹងផ្លូវដឹកជញ្ជូនតាមព្រែកជីកស៊ុយអេនិងសមុទ្រក្រហមដែលកំពុងរងការគំរាមកំហែងដោយសង្គ្រាមកាន់តែរីករាលដាលនេះគោលបំណងនៃការបញ្ជូននាវាយៈផ្ទុកយន្តហោះចម្បាំង Charles de Gaulle ទៅកាន់សមុទ្រមេឌីទែរ៉ាណេគឺដើម្បីការពារសម្ព័ន្ធមិត្តនិងផលប្រយោជន៍របស់ខ្លួនការចល័តទ័ពដ៏ធំនេះរួមមានទាំងនាវាចម្បាំងការពារនិងយន្តហោះប្រយុទ្ធ Rafale ជាច្រើនគ្រឿងទៀតផងដែរការសម្រេចចិត្តនេះឡើងភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅប្រទេសស៊ីបឬស៊ីប្រឹសដែលជាដៃគូសំខាន់របស់សហភាពអឺរ៉ុបដែលធ្វើឲ្យសង្គ្រាមអ៊ីរ៉ង់រីករាលដាលហួសតំបន់មជ្ឈិមបូព៌ាលោក Macron បានបញ្ជាក់យ៉ាងច្បាស់ថាកងទ័ពបារាំងបានចាប់ផ្ដើមបាញ់ស្ទាក់ដ្រូនសត្រូវរួចរាល់ហើយដើម្បីការពារដែនអាកាសសម្ព័ន្ធមិត្តក្រោមរូបភាពការពារខ្លួនស្របច្បាប់លោក Macron បានសង្កត់ធ្ងន់ថាអ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវចំពោះវិបត្តិសង្គ្រាមនេះតាមរយៈការផ្ដល់ជំនួយដល់ក្រុមភេរវករនិងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀតលោក Macron បានពោលពាក្យយ៉ាងធ្ងន់ធ្ងរថាប្រវត្តិសាស្ត្របានដែលបង្ហូរទឹកភ្នែកឲ្យឃាតករដែលសម្លាប់ប្រជាជនខ្លួនឯងនោះទេហើយលោកសង្ឃឹមថាប្រជាជនអ៊ីរ៉ង់នឹងអាចកំណត់វាសនាប្រទេសជាតិដោយសេរីក្នុងពេលឆាប់ៗខាងមុខសម្រាប់ពេលនេះកងទ័ពបារាំងនឹងនៅតែបន្តឈរជើងដរាបណាមានការចាំបាច់ដើម្បីរក្សាសន្តិសុខក្នុងតំបន់និងការពារបញ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនខ្ញុំតារាពី Alt News TV